ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូសាគីកាកូរ៉ាចំពោះថ្ងៃនេះផងដែរមានគនឹងបន្តសាច់រឿងចាប់ជាតិខ្លាយទៅជាស្ដេចបិសាចនៅក្នុងអេពីសូតជាបន្តតែមុននឹងបន្តសាររឿងរបស់យើងចំពោះគ្នាយើងណាដែលមកថ្មីនឹងបន្តបានធ្វើការសាបឲ្យ Channel ថ្មីរបស់ Admin នោះទេកុំភ្លេចធ្វើការសាបឲ្យម្នាក់មួយផងណាហើយមានក៏ពិតជាអធិស្ឋានខ្លាំងមែនតើសម្រាប់ការយឺតយ៉ាវនៃសាររឿងមួយនឹងគឺថាតាំងពី Admin មកពីស្ទឹងត្រែងវឹកចូលឆ្នាំវិញនឹង Admin គឺបានតសាររឿងមួយនឹងទេដែលមូលហេតុនឹងដោយសារតែបញ្ហាសុខភាពរបស់ Admin គឺនៅឈឺនៅឡើយទេអញ្ចឹងអធិស្ឋានខ្លាំងមែនតើគ្នាយើងដែលមួយទៀត Admin ក៏ផុសរឿងមួយនឹងនៅលើ Channel ថ្មីតាមការពិតទៅបើ Channel ធំរបស់ Admin នឹងគឺវាអត់ស្មានទេ Admin គឺផុសលើអត់ធំហើយក៏ប៉ុន្តែ Channel ធំគឺស្មាន suggestion ហើយផុសរឿងទៅគឺមិនសូវជារែងឲ្យគ្នាយើងបានឃើញនោះទេបើទោះបីជាគ្នាយើងខំ like ខំ comment ក៏វាអត់រែងដែរអត់ដឹងថាមូលហេតុអីដែរនៅសុកក៏ស្រាប់តែ spam suggestion តែម្ដងតោះចឹងកុំឲ្យខាតពេលវេលាយូរចូលមកកាន់សាររឿងរបស់យើងតែម្ដងទៅយើងដឹងហើយថាកាលពីអេពីសូតមុនអាកាតូជាមួយនឹងប្រូនេះគឺត្រូវបាននាវាចម្បាំងមួយសង្កត់ពីលើដែលរឿងមួយនេះវាក៏បានធ្វើឲ្យចែកចាយជនកោជាមួយនឹង Fujiko គឺពិតជាមាននៅការភ្ញាក់ផ្អើលខ្លាំងមែនទែនសិស្សច្បង Fujiko គាត់ក៏បាននិយាយថាតើអាកាតូគឺនឹងត្រូវស្លាប់មែនទេក៏ប៉ុន្តែភ្លាមគីណាក៏បានប្រាប់មកកាន់គាត់ថាអាកាតូមិនទាន់ស្លាប់នោះឡើយរីឯជនកោវិញនាងក៏បានដឹងថាអាកាតូមិនទាន់ស្លាប់ដូចគ្នាពីព្រោះថាម៉ាណាបិសាចនៅលើខ្លួនប្អូនស្រីរបស់គាត់នឹងគឺវាមាននៅប្រតិកម្មដូច្នោះវាបញ្ជាក់បានថាអាកាតូមិនទាន់ស្លាប់នោះទេមើលមកកាន់អាឡឺតគីវ៉ារបស់យើងវិញគេក៏បានធ្វើដំណើរចូលមកកាន់លាអាងរបស់ប្រូនេះរស់នៅដែលនៅពេលនឹងផងដែរគេក៏បានស្រែករកនៅវត្តមានរបស់អាកាតូក៏ប៉ុន្តែគេក៏ស្រាប់តែបានឃើញលោកនាយកសាលាជាមួយនឹងប្រូយ៉ាម៉ូតូរបស់យើងកំពុងតែប្រយុទ្ធគ្នាដែលលោកនាយកគាត់គឺគ្មានកឡូជាមួយនឹងយ៉ាម៉ូតូនោះទេព្រោះយ៉ាម៉ូតូគេមានជាមួយនឹងអាវុធវិទ្យាសាស្ត្ររបស់គេដែលវាគឺខ្លាំងមែនតែនឃើញបែបហ្នឹងគីវ៉ាក៏បានចូលមកគ្រាលោកនាយកដែលលោកនាយកក៏បានដឹងថាអាឡឺតហ្នឹងគឺជាកូនសិស្សនៅក្នុងសាលាដោយសារតែមិនចង់ឲ្យអាឡឺតគីវ៉ាមានរបួសនោះគាត់ក៏បានប្រាប់អាឡឺតគីវ៉ាចាកចេញទៅវិញទៅព្រោះថាអាឡឺតគីវ៉ាមិនមែនជាដៃគូរបស់យ៉ាម៉ូតូទេព្រោះនៅពេលដែលយ៉ាម៉ូតូលើកដៃដើម្បីវិភាទៅកាន់លោកនាយកនោះក៏ស្រាប់តែគីវ៉ាបានចេញមកទប់ទល់ក៏ប៉ុន្តែភ្លាមឈុតហេរ៉ូរបស់គីវ៉ាគឺប្រើការលែងការតែម្ដងដែលធ្វើឲ្យអាឡឺតគីវ៉ាគឺពិតជាឆ្ងល់ខ្លាំងមែនតើឃើញដូចនេះយ៉ាម៉ូតូក៏បានប្រាប់ជាមួយនឹងរឿងរ៉ាវគ្រប់យ៉ាងដែលឈុតហេរ៉ូមួយនេះគឺគេជាអ្នក design ឡើងហើយគេក៏ជាអ្នករៀបចំនៅរឿងរ៉ាវគ្រប់យ៉ាងនៅក្នុងទន្លេមួយនោះនៅពេលដែលបានឮបែបហ្នឹងគឺបានធ្វើឲ្យអាឡឺតគីវ៉ាគឺពិតជាមានការហួសចិត្តជាខ្លាំងព្រោះគេស្មានថារឿងព្រេងនិទានដែលលោកតារបស់គេបានបន្សល់ឲ្យគេនោះគឺជារឿងពិតតែតាមការពិតគឺជាការប្រឌិតឡើងរបស់យ៉ាម៉ូតូសោះយ៉ាម៉ូតូរៀបនឹងបញ្ចប់ជីវិតមិត្តចាស់ទៅហើយតែក៏ត្រូវបានអាឡឺតគីវ៉ាហាមឃាត់គេដោយអាឡឺតគីវ៉ាក៏បានប្រាប់ថាតែយ៉ាម៉ូតូចង់កម្ចាត់ព្រះមែនទេហើយយ៉ាម៉ូតូចង់យកឈ្នះនៅ Demon King មែនអត់យ៉ាម៉ូតូខ្ញុំគឺដឹងថាលោកបង្កើតជាមួយនឹងឈុត hero មួយនេះឡើងក៏ដោយសារតែលោកគឺមិនអាចយកឈ្នះនៅ Demon King ដូច្នោះខ្ញុំគឺអាចជួយលោកបានប្រសិនបើជាពួកយើងសហការខ្ញុំគឺត្រូវការជាមួយនឹងថាមពលបន្ថែមអំពីឈុតនោះហើយមូលហេតុដែលអាឡឺតគីវ៉ាធ្វើបែបនេះក៏ដោយសារតែគេចង់សង្គ្រោះនៅជីវិតរបស់ឈុនកូsorry គឺបងស្រីរបស់ឈុនកូនោះឯងព្រោះគេចង់កម្ចាត់ម៉ាណានៅលើខ្លួនរបស់នាងយ៉ាម៉ូតូការដែលបានលើនៅសំណាមួយនឹងគេក៏មិនបានបដិសេធដែរដោយសារតែគេកំពុងតែខ្វះគ្នាមើលមកកាន់ Fujiko ជាមួយនឹងចចើគីណាវិញដែលនៅពេលនេះក៏កំពុងតែមានគ្រោះថ្នាក់ផងដែរព្រោះអ្នកទាំងពីរកំពុងតែប្រឈមមុខជាមួយនឹងសភាវៈចម្លែកម្យ៉ាងដែលយើងក៏មិនដឹងដូចគ្នាថាវាគឺជាអ្វីដឹងត្រឹមតែថាអានឹងគឺវាធ្លាប់ប៉ះទង្គិចជាមួយនឹងជនកោព្រមទាំងប្អូនស្រីរបស់នាងបើតាមការសន្និដ្ឋានរបស់ admin សភាវៈចម្លែកមួយនេះគឺត្រូវបានបញ្ជាទៅដោយវត្តមានរបស់អ៊ីកូនោះឯងឬបន្ទាប់ពីនឹងយើងក៏មើលមកខាងនេះវិញម្ដងដែលថានៅពេលនេះអ្នកសារព័ត៌មានក៏កំពុងតែធ្វើការ live ផ្ទាល់និងនិយាយអំពីកងទ័ពរបស់គ្រួសារទីរុយ៉ាដែលកំពុងតែប្រមូលផ្ដុំគ្នាចូលទៅកាន់សាលាខាងក្នុងដែលពួកគេគឺនឹងទៅបំផ្លាញក៏ដូចជាចាត់ការទៅលើវងបិសាចក៏ប៉ុន្តែភ្លាមក៏ស្រាប់តែមាននៅដៃជាច្រើនគ្រាន់តែកំណាប់ដៃវែងដូចជា Luffy នឹងយើងក៏បានដឹងដូចគ្នាថានោះគឺជាវត្តមានរបស់ចែលីលីក៏បាននិយាយថានាងគឺជាវត្តមាននៃសិស្សឆ្នើមម្នាក់ហើយក៏ជាប្រធានក្រុមប្រឹក្សាសិស្សនិស្សិតដែលអ៊ីកូនាងក៏បានឃើញជាមួយនឹងវត្តមានរបស់ចែលីផងដែរចែលីក៏ដូចជាចែស៊ីរបស់យើងនាងក៏បាននិយាយទៅកាន់អ្នក live ផ្ទាល់ថាគឺអ៊ីកូនាងបានសម្លាប់នៅមេគ្រួសារទីរុយ៉ាដែលជាទីរុយ៉ាហ្គីស៊ូហើយក៏ជាឪពុករបស់អ៊ីកូផ្ទាល់ផងដែរអ្នកសារព័ត៌មានក៏បានតបទៅកាន់លីវិញថាក្រែងថាមេគ្រួសារទីរុយ៉ាគឺត្រូវបានសម្លាប់ទៅដោយ Demon King មែនទេដោយសារតែមិនចង់ឲ្យបែកការក៏ដូចជាស្ថានភាពរៀងអញ្ញែយូរនោះ
ទីរយ៉ាអ៊ីកូក៏បានធ្វើការស្រែកប្រាប់ទៅកាន់កូនចៅរបស់នាងឲ្យចាត់ការទៅលើវត្តមានរបស់ចែលីលីប៉ុន្តែយើងក៏បានឃើញថាទាំងអស់ហ្នឹងគឺគ្មានកឡោជាមួយនឹងលីលីនោះទេព្រោះលីលីនាងគឺមានជាមួយនឹងស្នៀតមួយដែលអាចវាយលឿនថែមទាំងអាចពន្លត់ដៃវែងៗដូចជាលូហ្វីអញ្ចឹងប្រហែលជានាងញ៉ាំអាផ្លែឈើដូចជាលូហ្វីដែរមើលទៅនៅពេលដែលកូនចៅរបស់នាងទប់ទល់មិនជាប់ដូច្នោះគឺថាអ៊ីកូបានចេញមកទប់ទល់ដោយផ្ទាល់តែម្ដងរួចនាងក៏បាននិយាយថាបុគ្គលម្នាក់នេះគឺជាជនក្បត់ដែលព្យាយាមជួយសង្គ្រោះទៅកាន់ Demon King ព្រមទាំងបានចោទប្រកាន់ខ្ញុំថាសម្លាប់ឪពុករបស់ខ្លួនឯងទៀតដូច្នោះនៅពេលនេះអ៊ីកូក៏បានប្រាប់ឲ្យកូនចៅរបស់នាងត្រៀមខ្លួនទៅបើយើងមើលមកខាងនេះវិញ Fujiko នាងកំពុងតែទប់ទល់ជាមួយនឹងសភាវៈចម្លែកមួយនោះក៏ប៉ុន្តែមើលទៅវាយវាអត់ឈឺសោះហើយក៏មិនមែនជាដៃគូរបស់វាដែរគីណាគឺនាងប៊ីនឹងមានរបួសទៅហើយតែវាក៏ត្រូវបានកូនចៅរបស់ចែ Fujiko នឹងមកសង្គ្រោះទាន់អំឡុងពេលដែលចែ Lily កំពុងតែប្រឈមមុខជាមួយនឹងអាវុធជាច្រើនដែលកំពុងតែតម្រង់មកកាន់នាងគឺសុទ្ធតែកំភ្លើងរួចនាងក៏បានត្រៀមខ្លួនក្នុងការតតាំងដូចគ្នាតែភ្លាមៗក៏ស្រាប់តែមានដុំបាល់មួយគឺបានរង្កិលមកកំទេចនៅវងនិនចាទាំងអស់នឹងតែម្ដងអាយ៉ាតាមពិតគឺជាវត្តមានប្រូចចកសោះតាមពិតទៅប្រូឆ្កែចចកយើងនឹងគ្មានចង់មកជួយអីទេគឺចែមួយនៅលើនោះអ្នកបោះមើលមើលមកខាងសិស្សបង Fujiko វិញដែលនៅពេលនេះចែបជាវក៏កំពុងតែធ្វើការតទល់ជាមួយនឹងអាសភាវៈចម្លែកមួយនោះរួចនាងក៏បានណែនាំខ្លួនថានាងគឺអូតាគីមីឈីរួចនាងក៏បានប្រើប្រាស់នៅដំបូងរបស់នាងបញ្ជាទៅលើប្រជិវជាច្រើនធ្វើការវិបាកទៅកាន់សភាវៈចម្លែកមួយនោះរីឯចែលីលីរបស់យើងវិញនាងកំពុងតែប្រឈមមុខក៏ដូចជាត្រៀមខ្លួនតទល់ជាមួយនឹងសត្រូវផងដែរបន្ទាប់ពីបានបែងចែកនៅសត្រូវរៀងៗខ្លួនហើយនោះចែលីលីរបស់យើងក៏បានពន្លត់ដៃរបស់នាងយ៉ាងវែងផ្គប់បានទៅជាដុំបាធំមួយឬបានធ្វើការវិបហាទៅកាន់និនចាទាំងអស់នឹងចំនិនចាឃើញប្រើដែរហើយមិនមួយប្រើសិតកំភ្លើងហើយយ៉ាប់យ៉ឺនយ៉ាងនេះសង្ស័យទៅនិនចាតែឈ្មោះទេមើលទៅបន្ទាប់មកយើងក៏បានឃើញថាអ្នកទាំង3គឺបានចាត់ការទៅលើកូនចៅគ្រួសារទីរយ៉ាឡើងសុសសាច់តែម្ដងរួចក៏កំពុងតែត្រៀមខ្លួនទៅចាត់ការទីរយ៉ាអ៊ីកូផងដែរខាងចែ Fujiko នេះវិញអាឡែងទៅចាត់ការជាមួយនឹងអាសភាវៈចម្លែកនឹងក៏ស្រាប់តែបានឃើញជាមួយនឹងវត្តមានបុគ្គលដែលពួកគេខ្លាចដែលវាគឺជាយ៉ាម៉ាតូ Bushiro នោះឯងដែល Fujiko នាងក៏បានដឹងដូចគ្នាថាយ៉ាម៉ាតូគឺជាអ្នកសម្លាប់បងប្រុសរបស់នាង Onishima យ៉ាម៉ាតូគេក៏បាននិយាយទៅកាន់គីណាថាគឺខ្ញុំមករកនាងហើយខ្ញុំគឺដឹងថាកាលពីមុននាងគឺចូលចិត្តខ្ញុំនិយាយបែបហ្នឹងក៏ប៉ុន្តែបើទោះបីជាពេលនេះនាងមិនចូលចិត្តក៏ដោយខ្ញុំចង់ប្រាប់ថាខ្ញុំក៏ពិតជាត្រូវការនាងខ្លាំងណាស់ក៏ស្រាប់តែពេលហ្នឹងគីណារបស់យើងក៏ដូចជាមាននៅវិញ្ញាណមួយទៀតចេញមកនិយាយម្ដងដែលវាគឺត្រូវជាគ្រូរបស់យ៉ាម៉ាតូនោះឯងហើយក៏ត្រូវជានារីដែលគេលងស្រឡាញ់ដូចគ្នាដែលនាងក៏បាននិយាយទៅកាន់យ៉ាម៉ាតូថាអ្វីគ្រប់យ៉ាងវាគឺផ្លាស់ប្ដូរទៅតាមរដូវកាលហើយអ្នកគឺមិនត្រូវការខ្ញុំទៀតនោះទេខ្ញុំដឹងថាអ្វីដែលអ្នកត្រូវការគឺជាគោលដៅគឺជាការសម្រេចបាននូវផលប្រយោជន៍របស់អ្នកតែប៉ុណ្ណោះយ៉ាម៉ាតូគេក៏បាននិយាយថាការដែលគេធ្វើនេះក៏ដើម្បីជួយសង្គ្រោះទៅកាន់ប្រជាជនហើយបើទោះបីជាយ៉ាងណាក៏ដោយគេក៏ត្រូវតែសម្រេចនៅរឿងមួយនឹងឲ្យបានដូចគ្នាដែលគេគឺចង់កម្ចាត់ព្រះព្រោះយ៉ាម៉ាតូគេគឺយល់ថាព្រះមិនស័ក្តិសមឲ្យគេគោរពនោះទេយ៉ាម៉ាតូគេក៏បានផ្លាស់ទីយ៉ាងលឿនវាយទៅលើកញ្ចង់ករបស់គីណាឲ្យសន្លប់រួចគេក៏បានចាប់យកគីណាទៅបាត់ទៅ Fujiko បើទោះបីជាចង់ជួយនាងក៏មិនអាចដែរព្រោះនាងគឺខ្សោយខ្លាំងមែនទែនរីឯចែលីលីជាមួយនឹងកូនចៅរបស់នាងក៏បន្តប្រើប្រាស់នៅសមត្ថភាពរៀងៗខ្លួនចំណេះជំនាញរៀងៗខ្លួនដែលខ្លួនមានធ្វើការចាត់ការទៅលើកូនចៅគ្រួសារទីរយ៉ាជាបន្តអ៊ីកូដោយសារតែឃើញថាកូនចៅរបស់នាងទប់ទល់មិនជាប់ដូច្នោះនាងក៏បានតាក់ទងទៅកាន់ជនកោឲ្យមកកាន់ទីនេះវិញរីឯចែបជារបស់យើងវិញគឺទប់ទល់ជាមួយនឹងសភាវៈចម្លែកមួយនឹងមិនជាប់នោះទេដោយសារតែវាយវាយ៉ាងណាក៏មិនឈឺដែររៀបនឹងត្រូវបានសភាវៈចម្លែកនឹងសម្លាប់នាងទៅហើយតែក៏ត្រូវបាន Fujiko សង្គ្រោះនាងទាន់នៅពេលដែលក្រុមរបស់ចែលីលីគឺបានចាត់ការទៅលើកូនចៅក៏ដូចជាអាចអចារ្យនៅខាងក្រោមអស់ហើយនឹងពួកគេទាំង3ក៏បានដើរតម្រង់ទៅខាងមុខក៏ប៉ុន្តែក៏ត្រូវបានហាមឃាត់ទៅដល់ចែជនកោនៅពេលដែលបានឃើញដូច្នោះលីលីក៏ពិតជាឆ្ងល់ខ្លាំងមែនទែនខេងជនកោដើរជាមួយនឹងអាកាតូដែរតែបើទោះបីជាមិននិយាយអំពីរឿងមួយនឹងក៏នាងគ្មានសិទ្ធិអីមកឈើបាំងមុខដែរព្រោះនាងគឺជាកូនចៅរបស់ Fujiko អានិយាយបានថាគឺជាសិស្សប្អូនដែលស្ថិតក្រោមបញ្ជារបស់ Fujiko តែម្ដងក៏ប៉ុន្តែពេលនេះបានជាមកឈរបាំងមុខទៅវិញលីលីនាងក៏បានគិតទៅលើផ្លូវផ្សេងហើយក៏បានកលេចមើលទៅកាន់ទីរយ៉ាអ៊ីកូដែលនាងក៏បានឃើញថាអ៊ីកូកំពុងតែភ្ជង់នៅកូនកំបិតមួយទៅកាន់យូកូនោះឯងអញ្ចឹងហើយនាងក៏អាចសន្និដ្ឋានបានថាអូមានចំណាប់ខ្មាំងអញ្ចឹងតាទាំងហ្នឹងហើយគឺជាដើមហេតុដែលជនកោតែងតែបំពេញការងាររបស់នាងទាំងអស់
ទៅតាមសំណើរបស់អ៊ីកូនោះឯងជនកូក៏បានប្រាប់ឲ្យចាចាលីលីនឹងបញ្ឈប់ទៅដែលថាក្រៅពីនាងនឹងគឺកូនចៅរបស់នាងគឺសុទ្ធតែជាមនុស្សដែលឈាមត្រជាក់ទាំងអស់ដែលជនកូគឺមិនធានាសុវត្ថិភាពរបស់ចាចាលីលីនោះទេគឺអាចនឹងស្លាប់ក៏ថាបានដែរលើអញ្ចឹងលីលីក៏បានតបថាគួរតែបារម្ភអំពីស្ថានភាពនៅក្នុងគ្រួសាររបស់នាងទៅវិញទៅក៏បារម្ភអំពីខ្ញុំអីព្រោះខ្ញុំគឺមិនខ្លាចនៅក្នុងការស្លាប់នោះទេក្នុងការធ្វើរឿងដែលត្រឹមត្រូវមួយដោយសារតែនិយាយគ្នាមិនត្រូវដូច្នោះជនកូក៏បានប្រាប់ឲ្យកូនចៅរបស់នាងដែលជានិនចាប្រើប្រាស់នៅស្នៀតតែម្ដងដែលវាគឺជាស្នៀតប្រចាំត្រកូលនិនចាហើយវាមានឈ្មោះថានិនជូស៊ូក៏ប៉ុន្តែភ្លាមយើងក៏បានឃើញថាមាននៅមនុស្សមួយក្រុមបានបើកការវិភាគទៅកាន់មនុស្សរបស់ជនកូតែម្ដងដែលពួកគេគឺបាននិយាយថាពួកគេគឺជឿទៅលើរឿងដែលថាទីរយ៉ាអ៊ីកូនឹងសម្លាប់ឪពុកខ្លួនឯងដែលមនុស្សមួយក្រុមនេះគឺជាអាយ៉ងនោះទេហើយស្ថិតនៅក្រោមបញ្ជារបស់អាប៉ិដែលបានជួបជាមួយនឹងទីរយ៉ាអ៊ីកូនោះឯងដែលខ្ញុំសុំហៅអាប៉ិនឹងថាអាប៉ិវ៉ែនតាទៅចោះលីលីនាងក៏បាននិយាយទៅកាន់ជនកូថានាងគួរតែគិតបន្តិចទៅតើនាងពេលនេះគួរតែត្រូវធ្វើអ្វីខ្ញុំក៏ពិតជាអាណិតប្អូនស្រីរបស់នាងណាស់ដែលត្រូវបានគេគំរាមធ្វើជាចំណាំខ្មាំងបែបនេះមិនអីនោះទេប្អូនស្រីរបស់នាងទុកឲ្យខ្ញុំគឺជាអ្នកសង្គ្រោះទៅចោះក៏ប៉ុន្តែខ្ញុំមិនហ៊ានធានាជីវិតរបស់នាងនោះឡើយការដែលបានឮដូច្នោះជនកូក៏ពិតជាខឹងខ្លាំងមែនទែនដោយសារតែចចាលីលីដូចជាប្រមាថជីវិតប្អូនស្រីរបស់នាងពេកហើយនាងក៏បានបើកជាមួយនឹងធម៌ពលរបស់នាងចង់ទៅចាត់ការក៏ប៉ុន្តែភ្លាមក៏ស្រាប់តែបានថយមួយដៃបាត់ហើយនៅពេលដែលបានឃើញថាចចាលីលីជាមួយនឹងក្រុមរបស់គេកំពុងតែស្ទុះចូលទៅខាងក្នុងនោះជនកូនាងក៏ចង់ដកដៃដើម្បីចាត់ការដែរក៏ប៉ុន្តែនាងគឺមិនអាចធ្វើវាបាននោះឡើយហើយមូលហេតុដែលជនកូព្យាយាមទប់ទល់ក៏ដូចជាវាយគ្នាជាមួយនឹងអ្នកទាំង3វាក៏ដោយសារតែនាងចង់សង្គ្រោះជីវិតប្អូនស្រីព្រោះបើនាងមិនធ្វើបែបនេះនោះទេអ៊ីកូច្បាស់ជាសម្លាប់ប្អូនស្រីរបស់នាងជាក់ជាមិនខានហើយកាលណាដែលពួកគេទាំង3នាក់នេះព្យាយាមចូលទៅវាយទីរយ៉ាអ៊ីកូក៏ដូចជាសង្គ្រោះប្អូនស្រីរបស់នាងទៀតនោះវាក៏នឹងធ្វើឲ្យរឿងមួយនឹងកាន់តែធំឡើងនៅពេលនេះផងដែរអ៊ីកូនាងក៏បានចាប់នៅវត្តមានរបស់យូកូដើម្បីគំរាមសម្លាប់ហើយនៅពេលនោះនាងក៏បានរុញអ៊ីកូទៅខាងមុខរួចក៏ប្រើប្រាស់កាំបិតរបស់នាងដើម្បីសម្លាប់ទៅកាន់យូកូក៏ប៉ុន្តែដៃដ៏វែងរបស់ចាចាលីលីក៏បានមកដូចគ្នាសិស្សច្បងហ្វូជីកូជាមួយនឹងចៅបច្ចេករបស់យើងក៏បានមកដល់កន្លែងមួយសិស្សច្បងហ្វូជីកូចូលទៅខាងក្នុងមិនទាន់ដឹងអីផងនោះក៏ស្រាប់តែសភាវៈចម្លែកមួយនឹងគឺបានតាមមកទាន់ហើយបានធ្វើការវិភាគទៅកាន់ចៅបច្ចេករបស់យើងជាសំណាងល្អដែលសិស្សច្បងហ្វូជីកូបានយកនៅឧបករណ៍មួយបាញ់បង្កកវាបាត់ទៅហើយទាំងនេះគឺជាអាសូតរាវដែលអាចធ្វើឲ្យវាកកបានហើយពួកគេគឺមិនបានបង្អង់យូរនោះឡើយគឺចែបច្ចេករបស់យើងបានប្រើនៅបច្ចេករបស់នាងកំតិចនៅអារូបចម្លាក់នៃសភាវៈដែលបានកកនឹងបានបែកពាក់កណ្ដាលខ្លួនចំជាក់ដាច់ពាក់កណ្ដាលខ្លួននៅរត់ការទៀតតសើហ្មងមើលមកខាងនេះវិញយើងក៏បានឃើញថាយូកូមិនមានគ្រោះថ្នាក់អីនោះទេក៏ដោយសារតែបានហៀរ៉ូគីវ៉ារបស់យើងមកសង្គ្រោះនាងទាន់យូកូក៏បាននិយាយទៅកាន់ហៀរ៉ូរបស់នាងថាហៀរ៉ូលោកគឺពិតជាបានធ្វើតាមសន្យាពិតមែនរួចអាលអត់គីវ៉ាដែលជាហៀរ៉ូរបស់យើងក៏បានចាប់នាងហោះឡើងទៅខាងលើដែលប្រាប់ថាទៅឆ្ងាយបន្តិចសិននៅពេលដែលគេហោះឡើងទៅនឹងយើងក៏បានឃើញជាមួយនឹងវត្តមានរបស់អាប៉ិយ៉ាម៉ូតូក៏ដូចជាគីណានៅក្នុងដៃយ៉ាម៉ូតូដូចគ្នាលីលីនាងក៏បានឃើញជាមួយនឹងវត្តមានអ្នកទាំង3ទាំង4នឹងផងដែររួចពួកគេក៏បានរលាយចេញអំពីទីនឹងបាត់ទៅដែលខ្ញុំសូមបញ្ជាក់ឲ្យចំតែម្ដងទៅគឺយូកូនាងគឺមិនទាន់ដឹងនោះទេថាហៀរ៉ូមួយនឹងគឺជាអាឡិតគីវ៉ានោះនៅពេលដែលពួកគេបានចេញទៅផតចចលីលីក៏បានប្រើប្រាស់ជាមួយនឹងស្គីរបស់លូហ្វីធ្វើការសាប់យកទៅលើរាងកាយរបស់ចចយើងណែខំបានណាឡចចកខទេណាក៏មិនបាក់ដៃព្រោះថាមនុស្សដែលនាងគឺបានវិបហានឹងគឺជាកោឈើទេដែលមើលទៅវាក៏ជាស្នាដៃរបស់អាប៉ែវ៉ែនតាដែររួចអាប៉ែវ៉ែនតាក៏បានប្រើឲ្យលីលីក៏លេចមើលទៅខាងនោះទៅព្រោះថានៅពេលនេះផងដែរអ៊ីកូកំពុងតែរត់ហើយនៅពេលដែលបានឃើញបែបនេះអាប៉ែវ៉ែនតាក៏ចង់បបួលនៅចចលីលីឲ្យចូលក្រុមជាមួយនឹងគេក៏ប៉ុន្តែចចលីលីគឺមិនយល់ព្រមចូលរួមក្រុមជាមួយនឹងមនុស្សថោកទាបបែបនេះនោះឡើយរួចនាងក៏ព្យាយាមតតាំងចម្បាំងរបស់ពួកគេរៀននឹងចាប់ផ្ដើមទៅហើយក៏ប៉ុន្តែក៏ត្រូវបានអាណាម្នាក់គប់ជាមួយនឹងគ្រាប់បែកអ្វីម្យ៉ាងចូលមកកាន់ទីនេះរួចគ្រាប់បែកមួយនឹងក៏បានបំផ្ទុះបង្កើតបានទៅជាថាមពលយ៉ាងសន្ធោសន្ធៅធ្វើការដុតសម្លាប់ទៅកាន់រាងកាយដែលជាអាយ៉ងទាំងអស់នោះដែលយើងក៏បានឃើញដូចគ្នាអ្នកដែលបានគប់គ្រាប់បែកគឺជាវត្តមានរបស់ Fujiko ជាមួយនឹងចែបជាវបាននិយាយថាសំទោសដែលមកយឺតមិនមកអស់យូរនោះទេចចាលីលីរបស់យើងក៏បានបើកការវិភាគទៅកាន់អាប៉ែវ៉ែនតាតែម្ដងដែលនាងក៏បានប្រើប្រាស់ជាមួយនឹងកំណាប់ដៃគប់សំជាមួយនឹងថាមពលវេទមន្តហោះឡើងទៅខាងលើប្រើប្រាស់ជាមួយនឹងកំណាប់ដៃ200ម៉ែត្ររបស់នាងធ្វើការម៉ាត់ទៅកាន់អាប៉ែនឹងមួយដៃឡើងប៉ើងបុកជាមួយនឹងអីឡើងពេញនឹងតែម្ដងនៅពេលដែលបានធ្លាក់មកវិញនាងក៏បានទៅពិនិត្យមើលនៅរាងកាយរបស់គេក៏ប៉ុន្តែឃើញថាវាគឺជារូបក្លូនដែលនិយាយបានថាជាអាយ៉ងមួយទៀតហើយអញ្ចឹងអាប៉ែវ៉ែនតាក៏ពិតជាមាននៅសមត្ថភាពក្នុងការបង្ការជាមួយរូបក្លូនដែលអាចបញ្ជាពួកវាគ្រប់គ្រងពួកវាដូចជាអាយ៉ង
រួមឡងពេលនឹងផងដែរទាំងអស់គ្នាក៏ស្រាប់តែបានឃើញជាមួយនឹងហេតុការណ៍ចម្លែកតែម្ដងដែលពួកគេគឺបានឃើញថាយានមួយនោះកំពុងតែរង្គោករង្គើនាវាចម្បាំងលើអាកាសមួយនឹងដែលពេលនេះផងដែរកំពុងតែរង្គោករង្គើយ៉ាងខ្លាំងដែលសារតែអាកាតៈរបស់យើងនឹងគឺគាត់បានខកឡើងមកវិញគឺអាកាតៈគាត់មិនទាន់ស្លាប់នោះទេដែលគាត់នៅពេលនេះកំពុងតែប្រើប្រាស់ថាមពលរបស់គាត់ក្នុងការលើកជាមួយនឹងនាវាមួយនឹងឡើងទៅខាងលើវិញបន្ទាប់ពីអាកាតៈខំប្រឹងអស់ជាង80ម៉ោងយើងក៏បានឃើញថាគាត់គឺអាចរំដោះខ្លួនចេញអំពីនាវាមួយនឹងបានហើយដែលវាក៏បានរួមជំនួយដោយលោកនាយកសាលាផងដែរព្រោះថាលោកនាយកសាលាគាត់ក៏នៅខាងក្រោមបរិវេណនឹងដូចគ្នាដូច្នោះគាត់គឺអាចសង្គ្រោះSorry គាត់គឺអាចរួមដៃជាមួយនឹងអាកាតៈក្នុងការលើកជាមួយនឹងនាវាមួយនេះចេញនៅពេលដែលបានចេញអំពីទីនឹងអាកាតៈគាត់ក៏បានសួររកនៅវត្តមានរបស់គីណាក៏ប៉ុន្តែក៏ត្រូវបានយ៉ាម៉ាតូនឹងចាប់ទៅបាត់ហើយលើដូច្នោះអាកាតៈគាត់គឺចង់ធ្វើដំណើរទៅសង្គ្រោះគីណាដែលអំឡុងពេលនឹងផងដែរវត្តមានរបស់ចចាអ៊ីកូក៏ស្រាប់តែបានបង្ហាញខ្លួនជាថ្មីមិនមកឲ្យយូរនោះទេជនកូក៏បានស្ទុះទៅរកនាងតែម្ដងដែលក៏ចង់បើកការវិវហាក៏ប៉ុន្តែនិនចានៅក្នុងគ្រួសាររបស់នាងក៏បាននិយាយទៅកាន់នាងថាបើទោះបីជាអ៊ីកូបានសម្លាប់ឪពុករបស់នាងដើម្បីដណ្ដើមនៅតំណែងក៏ពិតមែនក៏ប៉ុន្តែពួកយើងទាំងអស់គ្នាមានតួនាទីក្នុងការកម្ចាត់នៅស្ដេចបិសាចហើយនោះបើសិនបើជាពួកយើងជានិនចាដូចគ្នាវិវហាគ្នាសម្លាប់គ្នានោះវាក៏មានន័យថាពួកយើងកំពុងតែដណ្ដើមនៅតំណែងរបស់គ្នាទៅវិញទៅមកហើយជនកូនៅពេលដែលបានលើកដូច្នោះនាងគឺមិនពេញចិត្តនោះទេនាងក៏បានការនៅដាវរបស់នាងដែលនាងក៏ចង់ដកវាចេញផងដែរក៏ប៉ុន្តែនាងគឺស្ទាក់ស្ទើរអមិនទេក៏ប៉ុន្តែនៅពេលដែលនាងគិតវាមួយសន្ទុះនាងក៏សម្រេចចិត្តថានាងគឺសុខចិត្តក្បត់និយាយបានថានាងគឺសុខចិត្តក្បត់នៅមនោសញ្ចេតនានៅការរួបរวมគ្នានៃគ្រួសារនិនចាទាំងពីរទៅចោះដែលនាងពេលនេះក៏បានដកជាមួយនឹងដាវរបស់នាងចេញមកតែម្ដងដែលយើងគឺបានដឹងហើយដាវមួយនឹងបើសិនជានាងសម្រេចចិត្តដោយភាពសពិចសពិលនាងគឺមិនអាចដកនៅដាវមួយនេះបាននោះឡើយក៏ប៉ុន្តែបើនាងសម្រេចចិត្តទៅលើរឿងមួយឲ្យកាន់តែច្បាស់នោះនាងគឺនឹងអាចដកជាមួយនឹងដាវមួយនេះចេញរួចដាវកាតាណាមួយដើមនេះក៏បានបញ្ចេញជាមួយនឹងឥទ្ធិពលនៃពន្លឺរបស់វាយ៉ាងខ្លាំងជនកក៏បាននិយាយថារឿងដែលនាងកំពុងតែធ្វើស្ថិតនៅក្នុងភាពអយុត្តិធម៌ណាស់ហើយនាងគឺសម្រេចចិត្តថានាងគឺនឹងរស់ដើម្បីការពារនៅមនុស្សដែលនាងស្រឡាញ់ហើយការក្បត់នៅមនោសញ្ចេតនានៃក្រុមទាំងពីរនេះនាងគឺក្បត់ដើម្បីសេចក្តីស្រឡាញ់នៅពេលដែលបានឃើញថាមេរបស់ខ្លួនគឺបានដកជាមួយនឹងដាវកាតាណាមួយដើមនឹងកូនចៅរបស់ពួកនាងកូនចៅរបស់ពួកនាងកូនចៅរបស់នាងគឺមិនបានគិតថានេះគឺជារឿងក្បត់ឬក៏ចង់ហាមឃាត់អីទៀតនោះទេដោយសារតែដាវកាតាណាមួយដើមនេះគឺអាចចេញពីស្រោមលុះត្រាតតែបកគោនោះសម្រាប់ចិត្តថារឿងនេះគឺវាត្រឹមត្រូវនិងជាក់លាក់ដែលសកម្មភាពរបស់ជនកក៏ត្រូវបានអាកាតៈរបស់យើងគាត់គឺបានឃើញដូចគ្នាដែលនៅពេលនេះផងដែរការប៉ះទង្គិចគ្នារវាងជនកជាមួយនឹងអ៊ីកូក៏បានកើតឡើងក៏ប៉ុន្តែអ៊ីកូនាងគឺគ្មានកាឡូជាមួយនឹងជនកនោះទេគ្រាន់តែឥទ្ធិពលនៃដាវរបស់អ៊ីកូSorry គឺជនកូបានបំភ័យទៅលើអ៊ីកូបាត់ទៅហើយដោយសារតែកូនចៅរបស់នាងនៅទីនេះទាំងអស់គឺបានដេកដួលហើយវាគឺនៅសល់តែនាងម្នាក់នោះទេដែលនៅពេលនេះផងដែរជនកូគឺចង់បញ្ចប់ជីវិតរបស់នាងដូចគ្នាក៏ប៉ុន្តែក៏ត្រូវបានគូរូណេបានបង្ហាមឃាត់ដែលគូរូណេគឺបានប្រាប់ថាមិនអាចសម្លាប់នាងទៅទាំងអញ្ចឹងបាននោះទេត្រូវតែទុកជីវិតរបស់នាងឲ្យនាងនៅរស់ដើម្បីទទួលរងនៅអំពើបាបដែលនាងគឺបានប្រព្រឹត្តឃើញនៅអាកាសល្អបែបនេះនាងក៏ចង់រត់ផងដែរក៏ប៉ុន្តែក៏ស្រាប់តែភ្លាមឪពុករបស់នាងគឺបានមកស្ទាក់មុខឃើញអត់ទៅសាងបាបឥឡូវហ្នឹងបាបរត់មកតាមហើយអ៊ីកូពុកអំឡុងពេលដែលអ៊ីកូកំពុងតែភ័យខ្លាចនឹងផងដែរព័ត៌មានក៏បានផ្សាយទៅកាន់ទស្សនិកជនក៏ដូចជាប្រជាជនទាំងអស់គ្នាឲ្យបានឃើញថាទីរូយ៉ាគីស៊ូដែលពីមុនត្រូវបានស្លាប់ពេលនេះគឺបានលេចឡើងហើយគេក៏ជាឪពុករបស់អ៊ីកូខ្ញុំគិតថាលោកមេគ្រួសារទីរូយ៉ានឹងប្រហែលជាឪពុកចិញ្ចឹមរបស់អ៊ីកូទេមើលទៅបានជានាងហ៊ានលើកដៃសម្លាប់គាត់បែបនេះគាត់ក៏បាននិយាយទៅកាន់នាងថាគាត់គឺបានគិតខុសអំពីនាងពិតមែននឹកស្មានម្ដងនោះទេថានាងគឺហ៊ានលើកដៃទៅរួចតែនាងក៏គិតខុសដូចគ្នាដែលនាងគិតថាគាត់អាចស្លាប់ដោយងាយបែបនេះគឺមិនត្រឹមត្រូវនោះទេដែលយើងក៏មិនដឹងដូចគ្នាថាគាត់នឹងចាត់ការទៅលើនាងដល់របៀបណានោះក៏ស្រាប់តែអាកាតៈកំពុងតែជិះនៅប្រនីទៅជួយគីណានោះឯងដើមឡងពេលនឹងផងដែរជនកក៏បានឃើញនៅដំណើររបស់គាត់ព្រមតែបានគិតទៅដល់ពេលដែលអាកាតៈបាននិយាយមកកាន់នាងថានៅពេលដែលបញ្ចប់នៅរឿងគ្រប់យ៉ាងគាត់គឺនឹងមើលថែនាងអំឡុងពេលដែលធ្វើដំណើរនឹងអាកាតូក៏កំពុងតែជជែកគ្នាអំពីប្រូនេះដូចគ្នាតែគួរតែធ្វើបែបនេះដើម្បីចាត់ការទៅលើព្រះបានប្រូនេះក៏បានបញ្យល់ប្រាប់ទៅតាមដំណើររឿងក៏ដូចជាប្រាប់អំពីម៉ានណារបស់អាកាតូដូចគ្នាដែលអំឡុងពេលនឹងផងដែរអាកាតូក៏ស្រាប់តែត្រូវបានរៀបរៀងដំណើរទៅដោយអាឡអត់គីវ៉ាអាយ៉ានៅពេលនេះពីរអ្នកបងប្អូនសាច់អត់បកើតគេនេះគឺនឹងប៉ះគ្នាឆាប់នឹងហើយក៏ប៉ុន្តែប៉ះនៅក្នុងអេពីសូតក្រោយអូខេអញ្ចឹងមកចង់ដឹងថាអេពីសូតក្រោយក៏ដូចជាអេពីសូតបញ្ចប់នៅរដូវកាលទី1របស់យើងនឹងវាទៅជាយ៉ាងណានោះល្អមើលយ៉ាងណានោះ
កុំភ្លេចរង់ចាំទស្សនាជាមួយនឹង admin ទាំងអស់គ្នាផងណាហើយកុំភ្លេចធ្វើការ Sub នៅ Channel មួយនឹងម្នាក់មួយផងដែលជាចុងក្រោយមានអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រប្រសិនបើជាមាននៅកំហុសខុសឆ្គងត្រង់ណាដែលបានកើតឡើងដោយអចេតនា admin ក៏សូមធ្វើការអភ័យទោសយើងក៏នឹងវិលមកជួបគ្នាជាមួយនឹងវីដេអូសម្រាប់រឿងជាបន្តបន្ទាប់ខណៈពេលនឹងវាមានជម្រាបលាបាយបាយ